ក្រសួងព័ត៌មានថាមានការចាប់ខ្លួនអ្នកសារព័ត៌មានដែលផ្សព្វផ្សាយពាក់ព័ន្ធនឹងភូមិប្រច័ន្ទនិងភូមិជោគជ័យគឺជាព័ត៌មានคล้ายៗក្នុងគោលបំណងបង្កចលាចលនិងបង្កើតការភ័ន្តច្រឡំនាព្រឹកថ្ងៃទី28ខែកញ្ញាឆ្នាំ2025ក្រសួងព័ត៌មានចេញសេចក្តីបដិសេធព័ត៌មានកាលពីពេលថ្មីនេះក្រសួងព័ត៌មានបានសង្កេតឃើញមានការចែករំលែកព័ត៌មានអំពីការចាប់ខ្លួនអ្នកសារព័ត៌មានដែលផ្សាយពាក់ព័ន្ធនឹងភូមិប្រច័ន្ទនិងភូមិជោគជ័យក្រសួងព័ត៌មានសូមប្រកាសបដិសេធព័ត៌មានបែបនេះនិងសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថាវាជាព័ត៌មានមិនពិតទេហើយជាការផ្សាយនៅក្នុងចេតនាបង្កចលាចលនិងបង្កើតការភ័ន្តច្រឡំនៅក្នុងចំណោមសាធារណជនអំពីស្ថានភាពពិតប្រាកដនៅក្នុងភូមិទាំងពីរនេះក្រសួងព័ត៌មានសូមបញ្ជាក់ជូនថាពុំមានការចាប់ខ្លួនអ្នកសារព័ត៌មានឬប្រជាពលរដ្ឋខ្មែរដែលបានផ្សាយព័ត៌មានអំពីភូមិប្រច័ន្ទនិងភូមិជោគជ័យដោយពាក្យចចាមអារ៉ាមដែលបានលើកឡើងនោះទេសូមប្រជាពលរដ្ឋទាំងអស់តាមដានស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជាថៃតាមរយៈប្រភពព័ត៌មានផ្លូវការនិងសូមចូលរួមបញ្ចប់ការបង្កើតនិងបញ្ចប់ការចែករំលែកព័ត៌មានคล้ายៗអាស្រ័យហេតុនេះសូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មានថ្ងៃអាទិត្យ6កើតខែអាសត់ឆ្នាំម្សាញ់បញ្ញស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី28ខែកញ្ញាឆ្នាំ2025